ទស្សនិកជនព័ត៌មាននៃខ្ញុំនឹងបន្តទៀតនេះគឺទទួលបានមកពីខេត្តស្វាយរៀងតែទិនទៅនឹងសាខាគយនិងរដ្ឋកោខេត្តស្វាយរៀងបានចាក់គឺចាប់ឃាត់ទំនិញអត់មានច្បាប់ចាក់គឺរហូតទៅដល់14តោនឯណោះសាខាគយនិងរដ្ឋកោនៅឯខេត្តសក្ការជាមួយនឹងកម្លាំងសមត្ថកិច្ចនគរបាលចម្រុះនិងប៉ូលីសចាគឺនឹងមន្ត្រីគយព្រះរាជអាជ្ញាអមសាលាដំបងខេត្តចាគឺលោកគៀងសុរោបានចោះចាគឺចាប់នៅទំនិញខុសច្បាប់ដែលដឹកតាមរថយន្តក្រុងពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាចំនួន3រថយន្តដែលស្ថិតនៅត្រង់ចំណុចភូមិថ្មីនៅក្នុងខេត្តស្វាយរៀងកាលពីវេលាម៉ោង8យប់ថ្ងៃទី14ខែមិថុនាឆ្នាំ2015រថយន្តក្រុងទី1ចាគឺពាក់ស្លាកលេខភ្នំពេញ 3C6859 ពណ៌ក្រហមរថយន្តក្រុងទី2ពាក់ស្លាកលេខភ្នំពេញចាគឺ 3C4589 ពណ៌លឿងនិងរថយន្តក្រុងទី3នោះគឺពាក់ស្លាកលេខភ្នំពេញ 3C4797 ពណ៌លឿងដូចគ្នាហើយបើយោងទៅតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថាទំនិញទាំងអស់នេះរួមមានចាគឺកាវវិទ្យាសាស្ត្រកាវវិទ្យាសាស្ត្រចាគឺមានកាវវិទ្យាសាស្ត្រនិងសាំងក្រអូបចាគឺ20កដុងចាគឺស្មើនឹង180គីឡូក្រាមហើយនៅក្នុងនោះចាគឺមានសម្ភារៈមួយចំនួនទៀតដូចជាខោអាវចាគឺជជុះរួមជាមួយនឹងកាវបិទស្បែកជើងហើយប្រដាប់ចាគឺបាញ់ថ្នាំនិងសម្ភារៈមួយចំនួនទៀតសរុបទាំងអស់មានរហូតដល់14តោនឯណោះហើយប្រភពព័ត៌មានក្រៅសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថារថយន្តក្រុងជាប្រភេទរថយន្តទេសចរតែដល់ចាប់បានសុទ្ធសឹងតែជាចាគឺរថយន្តដែលដឹកទំនិញកិច្ចពន្ធទាំងអស់ហេតុអ្វីបានជាមន្ត្រីចាគឺតាមច្រកហ្នឹងបណ្ដែតបណ្ដោយចាគឺឲ្យរថយន្តហ្នឹងចូលមកក្នុងខេត្តបានហើយតែទិនទៅនឹងករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋចាគឺបានលើកឡើងឲ្យដឹងថាតើមន្ត្រីគាត់ធ្វើអីរហូតទៅដល់ថ្នាក់កាលពីចាគឺប៉ុន្មានសប្តាហ៍មុនហ្នឹងប្រហែលជាអត់ទាន់ភ្លេចទេមានករណីចាគឺរថយន្តក្រុងបុកជាមួយនឹងចាគឺរថយន្តកម្មករកម្មការិនីបណ្ដាឲ្យស្លាប់9នាក់នោះហើយបែរជាចាគឺលេចចេញនៅមានរថយន្តក្រុងហ្នឹងហើយមានចាគឺឃើញថាមាននឹងទំនិញកិច្ចពន្ធជាច្រើននៅក្នុងរថយន្តក្រុងបច្ចុប្បន្នចាគឺត្រូវបានបញ្ជូនយកទៅរក្សាទុកនៅឯសាខាគយខេត្តស្វាយរៀងហើយជាមួយនឹងរថយន្តក្រុងដែលដឹកទំនិញខុសច្បាប់មានរហូតទៅដល់14តោនឯណោះចាច្រើនមែនតើ14តោន3រថយន្តក្រុងទំនិញកិច្ចពន្ធ14តោនចា14តោននេះទស្សនិកជនបើវាតម្លៃពន្ធចូលថវិកាជាតិក៏មិនជាតិចប្រមាណដែរទេមិនដឹងជាបើកប្រាក់ខែជូនបងប្អូនមន្ត្រីរាជការអ៊ំពូមីងមន្ត្រីរាជការរបស់យើងបានប្រមាណទេប្រមាណអ្នកទេណាចាទស្សនិកជនយើងពិចារណាគ្នាបន្តិចណាបើសិនជាគយនៅប្រចាំច្រកបាវិតមកបាយណាគាត់ធ្វើការត្រឹមត្រូវទៅតាមជំនាញគយរឹតបន្តឹងអំពើកិច្ចពន្ធធ្វើម៉េចឲ្យអ្នកនាំចូលតំណែងហ្នឹងគឺបងពន្ធត្រឹមត្រូវតាមច្បាប់កំណត់តាមបច្ចេកទេសគយប្រហែលជានឹងធ្វើឲ្យចំណូលថវិកាជាតិយើងកើនមួយកម្រិតទៀតយ៉ាងហោចណាស់មួយថ្ងៃប្រាក់ខែមន្ត្រីយើងតែ10នាក់ក៏វាច្រើនដែរបាទអញ្ចឹងតើយ៉ាងម៉េចទៅភាពចន្លោះប្រហោងរបស់មន្ត្រីគយតាមច្រកទ្វារសេដ្ឋកិច្ចសំខាន់តើនេះគឺជាអ្វីដែលដាស់អង្រួនកៅអីអង្រួនស្មារតីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយដែរទេហើយទង្វើបែបហ្នឹងសួរថាតើឯកឧត្តមអគ្គនាយកគយគួរមានវិធានការបែបណាចំពោះមេសាខាគយឬមួយក៏មេស្នាក់ការគយតាមច្រកទ្វារអន្តរជាតិតើអ្វីទៅជារូបភាពនៃកតិលធំបន្លំដេករបស់មន្ត្រីគយសួរថាតើទង្វើបែបនេះរឿងនេះជារឿងថ្មីរបស់គយឬក៏វាជារឿងចាស់ដដែលបើវាជារឿងថ្មីរបស់គយក្នុងការខុបខិតជាមួយឈ្មួញនាំចូលទំនិញកិច្ចពន្ធវាមិនមែនជារឿងថ្មីទេបើសិនថាចាត់ទុកថានេះគឺជារឿងថ្មីគឺជារឿងអស់សំណោចពួកគយមិនមែនតែធ្វើអញ្ចឹងទេ
គយគាត់ចេះរកស៊ីយ៉ាងយូរហើយ ចា យើងនិយាយដល់ស្រួលអញ្ចឹងចុះទស្សនិកជនស្រួលស្ដាប់បាទក៏ប៉ុន្តែវាជារឿងចាស់អញ្ចឹងរឿងចាស់របស់គយយើងឆ្លោះប្រចាំងមកវិញថាតើយុទ្ធសាស្ត្រគៀងគោប្រាក់ចំណូលរបស់មេគយនិងអាយដាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុយ៉ាងម៉េចព្រោះមេគយចាស់បានផ្លាស់ចេញទៅគឺអាយដាមបណ្ឌិតប៉ែនស៊ីម៉នបាទចាក់ចេញពីកន្លែងគយប្រកួតចូលនិវត្តន៍ ចា មេគយថ្មីអាយដាមគុណញឹមតែត្រូវបានគេអះអាងថាគឺជាមនុស្សស្និទ្ធជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុថ្មីអាយដាមបណ្ឌិតអូនពាន់មនីរតន៍ត្រូវបានដាក់មកជំនួសអាយដាមគុណញឹមត្រូវបានមជ្ឈដ្ឋានមន្ត្រីគយអះអាងថាគឺជាមនុស្សចំណិតហ្នឹងគឺដើម្បីអាយដាមរដ្ឋមន្ត្រីគឺម៉េចគឺគៀងគោថវិកាជាតិនឹងឲ្យបានច្រើនកុំឲ្យកញ្ចប់ថវិកាជាតិរបស់យើងធ្លុះធ្លាយបាទដោយសារតែអំពើកិច្ចពន្ធនាំចូលទំនិញកិច្ចពន្ធបាទអញ្ចឹងយ៉ាងម៉េចបើគយរបស់លោកនៅដដែលហ្នឹង ចា គាត់នៅតែប្រើទម្លាប់របស់គាត់ដដែលគយច្រកទ្វារសំណាងគឺបានគយចល័តចាប់បានឬក៏គយនៅឯតំបន់ផ្សេងចាប់បានបាទអញ្ចឹងនៅពេលដែលគយចល័តឬគយតំបន់ផ្សេងចាប់តំណែងកិច្ចពន្ធបានរីឯគយនៅឯទីស្នាក់ការចាប់អត់បានទីស្នាក់ការច្រកទ្វារបាទចាប់អត់បានមានន័យថាម៉េចតើហេតុអីបានគាត់ឲ្យគេមកមើលដឹងថាតំណែងហ្នឹងត្រូវបង់ពន្ធតែគាត់អត់ឲ្យគេបង់មិនមែនគយលោកមានចិត្តអាណិតអាសូរឈ្មោះនាំចូលទេគឺគយគាត់ថាទេតំណែងហ្នឹងបើបង់អស់$50,000អូមកអញ្ចឹងណា ចា ឧបមាទេបាទអស់$50,000ប៉ុន្តែឥឡូវអញ្ចេះដើម្បីចំណេញទាំងអស់គ្នាឲ្យតែ25,000មកបានហើយ ចា ណា ក្រាល អញ្ចឹងលោកថៅកែឯងដឹកទៅណាហើយតាមផ្លូវហ្នឹងធ្វើម៉េចបានធ្វើទៅ ចា ឬក៏ថាអញ្ចេះបើអស់25,000ច្រើនពេកឧបមាថាបើបងពុនអស់50000ណាឥឡូវអញ្ចេះទៅលោកគយឯងឲ្យខ្ញុំតែ15,000មកណាហើយតាមផ្លូវលោកតកែឯងតាមផ្លូវចាត់ចែងខ្លួនឯងទៅគយចល័តគយអីគយចល័តគយមិនចល័តគយស្នាក់ការគយស្អីតាមផ្លូវឬក៏ប៉ូលីសសេដ្ឋកិច្ចឬក៏មន្ត្រីពាក់ព័ន្ធនានានៅតាមដងផ្លូវហ្នឹងនៅមើលតែភ្លើងអំពូលភ្លឺហ្នឹងចូលបងលុយទៅមិនខុសទេបាទអញ្ចឹងគឺដឹកមកតាមដំណើរអញ្ចឹងទៅបាទនេះគឺជារបៀបរកស៊ីមួយរបស់មន្ត្រីគយនៅស្នាក់ការច្រកទ្វារនានាបាទអ្វីមួយដែលយើងសោកស្ដាយគឺវិធានការរបស់គយគឺត្រូវបានដាក់ចេញ ចា បាទមិនមែនសាមញ្ញពេកទេរឿងនេះប៉ុន្តែមួយទៀតខ្ញុំទទួលបានព័ត៌មានមកពីខាងខេត្តត្បូងឃ្មុំទៀតហើយខាងត្បូងឃ្មុំចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីត្បូងឃ្មុំមួយទៀតឥឡូវនេះបញ្ហាដឹកជញ្ជូនឈើចេញបាននឹងកំពុងតែមានឧបសគ្គសម្រាប់ឈ្មួញដឹកឈើហ្នឹងមានឧបសគ្គគាត់សម្បើមណាគាត់និយាយគាត់យោងតាមប្រភពព័ត៌មានមក ចា ឧបសគ្គអីឧបសគ្គអារឿងគយកំពុងតែមានវិធានការរឿងហ្នឹងព្រោះពីមុនមកគយនៅតាមប៉ុស្តិ៍ច្រកទ្វារនឹងគយសាខានៅឯខេត្តត្បូងឃ្មុំហ្នឹងគាត់ជិះសេះលេងដៃហ្មងហើយមេគយសាខាត្បូងឃ្មុំគឺជាអតីតអ្នកម៉ៅផ្លូវដើម្បីឲ្យឈើដឹកចេញ ចា រឿងពិតទស្សនិកជនមិនប្រឌិតទេហើយបើសិនជាមានការធ្វើអធិការកិច្ចអង្កេតរឿងហ្នឹងប្រហែលជាចេញរឿងពិតនឹងច្រើនទៀតបាទមេគយដែលតែងតាំងជាមេសាខាគយត្បូងឃ្មុំគឺជាមេគយច្រកទ្វារមួយដែលល្បីល្បាញខ្លាំងក្នុងការនាំចេញឈើទាំងកញ្ញុងទាំងធ្នង់ទាំងឈើក្រហមប្រឡងមកគឺទៅកាន់ប្រទេសវៀតណាមអញ្ចឹងដោយសារគាត់នៅកន្លែងខ្លាញ់គាត់រត់ការស៊ីស៊ូយ៉ាងម៉េចយើងអត់ដឹងទេស្រាប់តែឡើងពីមេប៉ុស្តិ៍ច្រកទ្វារគយដ៏តូចមួយឡើងមកកាន់មេសាខាគយនៃខេត្តមួយតែម្ដងបាទនេះគឺរឿងគយត្បូងឃ្មុំបាទអញ្ចឹងឥឡូវនេះគយចល័តយោងតាមប្រភពព័ត៌មានគឺថាគយចល័តត្រូវបានគេបញ្ជូនទៅកាន់តំបន់ហ្នឹងព្រោះវាក្រឹកក្រែងពេកប៉ុន្តែចំណូលថវិកាគយក្នុងការនាំចេញឈើនេះមានកម្រិតបាទមិនមែនមានកម្រិតគឺថាដូចជាគ្មានខ្ទង់ចំណូលគយនៅក្នុងការនាំចេញឈើនៅតំបន់ហ្នឹងទេច្រក2 3នៅក្នុងខេត្តត្បូងឃ្មុំហ្នឹង
អញ្ចឹងគយចល័តចុះទៅចាប់តែចាប់បានពី3ឡានកន្លងមកហ្នឹងគឺបណ្ដាញព័ត៌មានយើងផ្សាយណាបច្ចុប្បន្នភាពក៏ផ្សាយដែរគយចល័តចាប់បានយើងផ្សាយអញ្ចឹងយើងសាទរចំពោះវិធានការរបស់គយដែលចាប់បានឈើទាំងអស់ហ្នឹងគេបំរុងលោតឆាត់នាំចេញទៅកាន់ប្រទេសវៀតណាមបាទគយចាប់បានដល់ពេលគយចាប់ដើមចាប់ស្រាប់តែឈើហ្នឹងវាកកផ្ទះជាប់ជន់ទៅវៀតណាមទៀតលែងកើត ចា តាមច្រកមួយចំនួនហ្នឹងបាទអញ្ចឹងហើយឥឡូវនេះគេកំពុងតែសម្លឹងមើលថាតើគយធ្វើពិតប្រកបឬធ្វើលេងនៅក្នុងរឿងឈើចេញនៅឯខេត្តត្បូងឃ្មុំនេះព្រោះរឿងសមត្ថកិច្ចផ្សេងទៀតគឺគាត់ផ្ដេកផ្ដួលអស់ហើយបាទសមត្ថកិច្ចអីខ្លះទី1សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបាទគាត់ផ្ដេកក៏ឲ្យគាត់ផ្ដួលទៀតបាទប្តីផ្ដួលយ៉ាងម៉េចទស្សនិកជននឹងយល់ហើយទី2សមត្ថកិច្ចនគរបាលមានទាំងនគរបាលសេដ្ឋកិច្ចផងក៏គាត់ប្តេជ្ញាផ្ដួលដែរនៅត្បូងឃ្មុំនោះរឿងពិតបាទជាមួយនឹងបាត់ល្មើសមួយថ្ងៃចេញ20យីឌុបអត់ដែរចាប់បានឯមួយផងហ្នឹងសិតតែឈើខុសច្បាប់មិនចេញស្របច្បាប់ណាមានបងពុនអីអត់ទេបាទទី2ទី3អាវុធហត្ថនៅត្បូងឃ្មុំហ្នឹងក៏អត់ដែរចាប់សើបានអីទេបាទលោកវ៉ាសរិទ្ធគាត់សុកចិត្តដូរពីកំពង់ចាមមកនៅត្បូងឃ្មុំព្រោះមកនៅខេត្តដែលមានសេដ្ឋកិច្ចខ្ពស់ជាងកំពង់ចាមចាស់ហ្នឹងបាត់ត្បូងឃ្មុំមកមិនសូវសម្បូរទេសេដ្ឋកិច្ចអញ្ចឹងគាត់ដូរពីកំពង់ចាមមកនៅត្បូងឃ្មុំបើតូនណាអាយុជិតដល់និវត្តន៍យ៉ាងណាក៏ដោយបាទមកនៅត្បូងឃ្មុំសិនបាទមិនដឹងជាមកកើបឬមកចាប់បាទបើកើបតែចាប់អត់សូវបានទេបើចាប់កើបក៏មិនសូវបានដែរប៉ុន្តែមិនសូវឃើញចាប់ទេតែគាត់មកកើបហើយតាមមើលលោកវ៉ាសរិទ្ធបាទហ្នឹងមួយទៀតខាងគយដោយសារគយជាកន្លែងជាគាត់កន្លែងដែលមេគយហ្នឹងគឺមកកាន់ខេត្តត្បូងឃ្មុំហ្នឹងគាត់ធ្លាប់នៅច្រកដូងចាធ្វើមេច្រកមួយទូចប៉ុន្តែខាប់ដោយទឹកគ្រឿងអញ្ចឹងម៉ែយើងនិយាយថាខាប់ដោយទឹកគ្រឿងអញ្ចឹងគាត់ដឹងរឿងអស់អាលិញរឿងនាំចេញឈើតំបន់ហ្នឹងគាត់មកធ្វើមេគយទៀតគ្រប់បណ្ដោយបាទអញ្ចឹងអត់សូវចាប់អីបានទេច្រកទលេចាមនិងច្រកច័ន្ទមូលដឹកចេញកន្លងមកហ្នឹងដឹកយ៉ាងរន្ធើនដឹកឡើងខ្ទេចផ្លូវអស់អាលេងបាទអត់ចាប់សូវបានអីទេអង្គញាល្បីល្បាញខ្លាំងពីររូបនៅឯខេត្តត្បូងឃ្មុំទី1អង្គញាលឹមមុនណាហៅខ្នាល្បីរឿងឈើកញ្ញុងចាបាទទី2ទៀតឥឡូវលិចតារារះនៅខេត្តត្បូងឃ្មុំមួយទៀតគឺអង្គញាសឹងសំអល់បាទចាប្រភេទគាត់ជាអង្គញាដែលល្បីក្នុងការកាងឈើនាំចេញទៅតាមច្រកទលេចាមរបស់គាត់បាទច្រកទលេចាមរបស់គាត់ឥឡូវនេះគយចល័តទៅយើងមិនដឹងថាគយធ្វើមែនតើធ្វើលេងខ្ញុំខ្លាចតែគយធ្វើលេងបើគយធ្វើមែនតើប្រហែលជាអនុវត្តចំណូលពន្ធបានច្រើនណាស់បាទហើយយើងអបអរសាទរចំពោះវិធានការរបស់គយបាទចំពោះវិធានការរបស់គយនេះគឺរឿងពិតនៅឯខេត្តត្បូងឃ្មុំទៀតហើយចាអ្នកត្បូងឃ្មុំម្នាក់ដែលជាមិត្តស្នេហាបច្ចុប្បន្នភាពខ្ញុំពិតជាសរសើរគាត់ប្រើពាក្យពេចន៍បានល្អណាស់គាត់បានប្រើថារដូវផ្ការីកនៅខេត្តត្បូងឃ្មុំឥឡូវនេះក៏ក្រឹកក៏ក្រែងណាស់លោកប៊ុនធឿនអើយគាត់នឹងប្រើភាសាមកដូចចង់បន្លំលោកប៉ុន្តែរឿងពិតរបស់គាត់ថាសន្ធឹករថយន្តដឹកឈើឆ្លងកាត់ទឹកដីក្រុងមីមួតគឺថាលន់លឺរន្ធើនមួយយប់បាទដេកពួនមិនសូវបានទេគាត់មកផ្ដល់ព័ត៌មានយើងអញ្ចឹងយូរហើយគាត់ផ្ដល់មកហ្នឹងបាទឥឡូវដូចស្ទះបែបប្រហែលជាស្ងាត់បន្តិចប៉ុន្តែឮថាចេញមួយដែរមួយហ្នឹងសិតតែធំដែរបាទចេញបាទមិនសូវជានេះទេព័ត៌មានផ្ដល់ព័ត៌មានមកឲ្យដូចជាមិនសូវខុសទេមិត្តអ្នកស្នេហាបច្ចុប្បន្នភាពរបស់យើងនោះបាទអញ្ចឹងនេះសង្ឃឹមថាគយលោកពង្រឹងវិស័យគេហៅថាគៀងគរប្រាក់ចំណូលរបស់យើងនេះសង្ឃឹមថាមន្ត្រីរាជការរបស់យើងកណ្ដាលមានចំណូលខ្ពស់គយខ្ពស់ចំណូលពន្ធដារច្រើនហើយមន្ត្រីរាជការប្រាក់ខែច្រើនកើនហើយឥឡូវហ្នឹងរាជរដ្ឋាភិបាលលោកកំពុងតែមានវិធានការធ្វើម៉េចដំឡើងប្រាក់បៀវត្សឲ្យមន្ត្រីរាជការរបស់យើងកាន់តែសមរម្យឡើងហើយវាជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោផងបាទយើងរំពឹងថារឿងនេះគឺជារឿងមួយដែលយើងកំពុងតែតាមដាន